ឥឡូវខ្លួនឯងមកមើលប្រភេទលំហាត់នេះម្ដងគេឲ្យយើងនិយាយរឿងយមន័យប៉ុន្តែដោយសារតែក្នុងមេរៀននេះយើងតាក់ទងជាមួយសៀនតិចគីមីហើយលំហាត់ទាំងអស់ឲ្យតកូនឃើញមានសម័យកាលសូមគួរធ្វើម៉េចចម្លងសម័យកាលមកវិញសិនណាបាទចម្លងសម័យកាលដូចលំហាត់មុនអញ្ចឹងកូនចម្លងឲ្យហើយយើងបែងចែកដាច់អង្គធាតុប្រតិករអង្គធាតុអាកាសអញ្ចឹងទៅបាទហើយកាលណានិយាយពីល្បឿនមធ្យមកំណល្បឿនមធ្យមបំបត្តិលោហៈសង្កសីចន្លោះពេល T1 ទៅ T2 កូនដោយសារតែសង្កសីហ្នឹងគឺកូនឃើញថាវាជាលោហៈហើយគេមិនដែលវាស់កំហាប់កើតទេវាអង្គធាតុរឹងអញ្ចឹងកាលណាយើងសិក្សាពីល្បឿនមធ្យមវាគឺធ្វើអំពីផលធាតុបំរែបំរួលម៉ាស់របស់វាមកជាមួយនឹងបំរែបំរួលរយៈពេលដែលត្រូវនឹងវាប៉ុន្តែកូនអាចប្រើកន្លែងហ្នឹងកូនអាចចង់ដាក់បំរែបំរួលម៉ាស់កូនអាចដាក់ថាបំរែបំរួលបរិមាណលោហៈសង្កសីហ្នឹងទៅហើយរូបមន្តរបស់វាយើងអាចប្រើទៅលើម៉ាស់ចុះកូនព្រោះកាលណាយើងចង់បានវាស់ល្បឿនទៅលើអង្គធាតុរឹងណាហើយយើងប្រើម៉ាស់ហើយដោយសារតែយើងឃើញថាវាជាអង្គធាតុប្រតិករអញ្ចឹងល្បឿនរបស់វាគឺជាប្រភេទល្បឿនបំបត្តិកូនល្បឿនមធ្យមបំបត្តិណាហើយបើសិនជាក្នុងសំណួរខល្បឿននិយមន័យល្បឿនមធ្យមបំបត្តិ h បូកវិញដោយសារតែ h បូកគឺជាអង្គធាតុប្រតិករដែលមានផាសរបស់វា aq អញ្ចឹងយើងចង់បានកាលណាគេចង់សិក្សាទៅលើល្បឿនរបស់វាគេវាស់កំហាប់ហើយកំហាប់របស់វាហ្នឹងគឺគេអាចវាស់តាមតម្លៃ pH មកវិញទៅបានដែរអញ្ចឹងនៅក្នុងនេះគេសិក្សាលើផលបំរែបំរួលកំហាប់របស់ h បូកជាមួយនឹងបំរែបំរួលរយៈពេលដែលត្រូវនឹងវាអញ្ចឹងទៅហើយអញ្ចឹងកន្លែងហ្នឹងយើងមើលរូបមន្តដែលវាមកវិញកាលណាយើងនិយាយពី h បូកដោយសារ h បូកគឺជាអង្គធាតុប្រតិករដែលមានផាស aq អញ្ចឹងគាត់ដាក់កំហាប់ហ្នឹងដាក់គ្នាមកបំបត្តិដាក់សញ្ញាដកពីមុខហ្នឹងណាសម្រាប់នៅពេលដែលគុណសរសេររូបមន្តបំបត្តិសំប្រើសញ្ញាដកមកវិញហើយល្បឿនហ្នឹងបើសិនជាយើងនិយាយពីល្បឿនប្រភេទកំណល្បឿនមធ្យមកំណអ៊ីដ្រូសែនជាងអ៊ីដ្រូសែនហ្នឹងគឺដោយសារតែអ៊ីដ្រូសែនគឺជាឧស្ម័នណាឧស្ម័នអ៊ីដ្រូសែនចឹងដល់ពេលចង់សិក្សាលើល្បឿនមធ្យមរបស់វាសិក្សាអំពីបំរែបំរួលមាត្ររបស់ឧស្ម័នអ៊ីដ្រូសែនជាមួយនឹងបំរែបំរួលរយៈពេលដែលត្រូវនឹងវាហើយដល់ពេលរូបមន្តវាយើងយកបំរែបំរួលមាត្របាទណាគាត់អញ្ចឹងគឺពេលដែលយើងសិក្សាទៅលើរូបមន្តវាយើងយកបំរែបំរួលមាត្រហើយនៅក្នុងនេះយើងបាច់ដាក់សញ្ញាដកព្រោះល្បឿននឹងកំណ data វាធំជាង0 data មាត្រវាណាហើយគ្រូមានលក្ខណៈឲ្យកូនអាចចំណាំបានថាចំណាំមិនដែរបើសិនអង្គធាតុរឹងល្បឿនយកបំរែបំរួលម៉ាស់លើបំរែបំរួលរយៈពេលបើសិនឧស្ម័នបំរែបំរួលមាត្រឧស្ម័នលើបំរែបំរួលរយៈពេលណាដល់ពេល aq យកបំរែបំរួលកំហាប់នៅលើបំរែបំរួលរយៈពេលទាំងអស់ហ្នឹងអាចប្រើម៉ូលបានកូនណាបាទ